មន្ត្រីសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យថាពលរដ្ឋមានការយល់ដឹងនិងមកទទួលសេវានៅពេទ្យរដ្ឋច្រើនមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យបានបញ្ជាក់ថាប្រជាពលរដ្ឋបច្ចុប្បន្នមានការយកចិត្តទុកដាក់និងយល់ដឹងច្រើនអំពីការថែទាំសុខភាពក្រុមគ្រួសារហើយដោយសារការផ្សព្វផ្សាយនិងការធ្វើកំណែទម្រង់លើវិស័យសុខាភិបាលរដ្ឋឲ្យកាន់តែប្រសើរនិងមានប្រសិទ្ធភាពប្រជាពលរដ្ឋបានងាកមកទទួលសេវាពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យរដ្ឋច្រើនជាងឆ្នាំមុនលោកស្រីម៉ែនស្រីមអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យបានមានប្រសាសន៍ថាបច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើននិងមានទំនុកចិត្តលើសេវាសុខាភិបាលរដ្ឋខណៈមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការផ្តល់សេវាហើយលោកស្រីបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋពេលមានបញ្ហាសុខភាពសូមមកទទួលសេវានៅមន្ទីរពេទ្យរដ្ឋដើម្បីកាត់បន្ថយការចំណាយនិងទទួលបានសេវាជាទុកចិត្តដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលនៅមន្ទីរពេទ្យបង្អែកក៏ដូចជាមណ្ឌលសុខភាពជារួមប្រជាជនគាត់មានការយល់ដឹងច្រើនជាងឆ្នាំមុនដោយសារមន្ទីរពេទ្យបង្អែកយើងក៏មានស្នាដៃចប់លេខដែរហើយនឹងនៅក្នុងស្រុកអង្គរជ័យយើងមានមណ្ឌលសុខភាពមួយគឺមណ្ឌលសុខភាពអង្គភ្នំតូចដែលគាត់ទឹមតែចប់លេខបានលេខ10ទូទាំងប្រទេសចាអញ្ចឹងការផ្ដល់សេវាសាធារណៈហ្នឹងគឺយើងបានចប់លេខ10ឥឡូវនេះដោយសារពីមុនហើយឥឡូវវាខុសគ្នាច្រើនដោយសារឥឡូវមានចង់និយាយថាមានអ្នកគ្រប់គ្រងតាំងពីថ្នាក់ជាតិរដល់សហគមន៍ចាអញ្ចឹងយើងនៅសហគមន៍យើងនិយាយពីសហគមន៍អញ្ចឹងមានអ្នកដែលជួយអប់រំសុខភាពហ្នឹងគឺមានអ្នកស្ម័គ្រចិត្តតាមភូមិគេហៅថា VASG ហើយមានក្រុមការងារកិច្ចការនារីនិងកុមារក៏គាត់បានជួយផ្សព្វផ្សាយហើយអាជ្ញាធរភូមិឃុំក៏គាត់បានជួយផ្សព្វផ្សាយដល់ពេលអញ្ចឹងទៅប្រជាជនយល់ដឹងច្រើនគាត់បានមកទទួលសេវានៅមន្ទីរពេទ្យឬមណ្ឌលសុខភាពកើនឡើងចាហើយចំណែកក្មេងៗដែលមកទទួលវ៉ាក់សាំងចំនួន11មុខហ្នឹងក៏មកច្រើនដែរចាវិស័យសុខាភិបាលគឺខ្ញុំលើកទឹកចិត្តខាងសេវាសាធារណៈចាដោយសារសេវាសាធារណៈមានការគ្រប់គ្រងច្រើនចាតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋានហ្នឹងហើយទី1ទី2ទៀតគឺឈឺជំងឺល្មមតែនៅពេទ្យឯកជនអស់សេវាហ្នឹងអស់ថ្លៃច្រើនចាដល់ពេលមកពេទ្យរដ្ឋយើងមានការលើកឡើងថ្លៃសេវាបើសិនជាយើងមានបានបសសមានមូលធិសំធរមានបានក្រីក្រអីខាងពេទ្យយើងលើកឡើងថ្លៃសេវាហើយចំពោះអ្នកដែលបង់ថ្លៃសេវាក៏មានសេវាដែលគេទៅសេនៅក្តារខៀនខាងមុខនេះគឺតម្លៃទាបបំផុតចានៅឯកជនច្រើនអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យលោកម៉ែនចន្ទថាបានមានប្រសាសន៍ថាតាមរយៈការពង្រឹងការតាមដានវិន័យនិងម៉ោងប្រចាំការរបស់បុគ្គលិកព្រមទាំងជំរុញការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពទាំងសេវាប្រើប្រាស់ប័ណ្ណបសសប័ណ្ណសមត្ថៈនិងសេវាបង់ប្រាក់ប្រជាពលរដ្ឋមានទំនុកចិត្តនិងមកទទួលសេវាច្រើនជាងមុនក្រោយពីមានការទុកចិត្តពីប្រជាពលរដ្ឋក្នុងការមកទទួលសេវាមន្ទីរពេទ្យនេះមានបទបញ្ជាផ្ទៃក្នុងយើងមានអនុក្រឹត្យថា6ដែលមន្ត្រីរាជការស៊ីវិលនឹងចូលមកប្រមាណម៉ោងយាមដោយមិនអោយដាច់តាំងម៉ោងយាមពេលថ្ងៃបុណ្យថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមានការទទួលដូចថ្ងៃធ្វើការធម្មតាអញ្ចឹងបើសិនជាមានការឆ្លោះឆក់ល្វែងនៅវេនណាមួយយើងដឹងភ្លាមព្រោះយើងមាន checklist សម្រាប់មកត្រួតពិនិត្យដែលខ្ញុំនិងអនុធានមួយទៀតពេលថ្ងៃសៅរ៍ឬថ្ងៃអាទិត្យអីយើងអាចមកមើល checklist គាត់តើក្រុមយាមដែលចំថ្ងៃបុណ្យថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងមកតាមចំនួនដែលយើងបែងចែកដែរអត់ហើយបើសិនជាអត់ទេយើងកោះហៅគាត់ឬក៏និយាយក្នុងក្រុមឲ្យមានមូលហេតុច្បាស់លាស់បាទហើយខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគាត់បំណងមកទទួលសេវានៅមន្ទីរពេទ្យឯកជ័យកុំគិតថាមកដល់មន្ទីរពេទ្យខ្លាចថាមន្ទីរពេទ្យយកលុយយកកាក់អត់លុយក៏មើលដែរបាទហើយមកមានបាន
មូលនិធិសម្ពធបានបសសឬក៏បានផ្សេងបានសុខភាពផ្សេងហ្នឹងមកចុះយើងនឹងទទួលគាត់ឲ្យមើលដូចគ្នា ប្រជាពលរដ្ឋដែលបានមកទទួលសេវានៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យបានលើកឡើងថាពួកគាត់មានទំនុកចិត្តលើសេវាសុខាភិបាលរដ្ឋព្រមទាំងក្រុមគ្រូពេទ្យគ្រឿងវេជ្ជសាស្ត្រផ្សេងល្អទំនើបទាន់សម័យនិងអាចជឿទុកចិត្តបាន ធ្លាប់មកតាំងចៅគុណង៉ែតគុណអីមកចាប់មកច្រើនគ្នាដែរដឹងតាមគ្នាហើយមកតាមគ្នាទាំងអស់មកពេទ្យបង្អែកស្រុកអង្គរជ័យ 3 ដងឯណាគ្រូមកបើកឆ្នាំល្អត្រង់ថាមកចឹងទៅបើកឆ្នាំទៀងទាត់ចឹងណាដល់ពេលអស់លោកគ្រូពេទ្យណាត់យើងឲ្យមកបើកទៀតចឹងណាចាទុកចិត្តតែខ្ញុំផ្ដាំដល់បងប្អូនទាំងអស់ដែលមានជំងឺដែលចង់មកពេទ្យបង្អែកអីមកបានពេទ្យវាស្រួលណាហើយពេទ្យច្បាស់ពិតប្រកបលេបទៅអន់ធូជាចាសบายចិត្តណា ហើយល្អគាត់ដែលអ្នកជំងឺគាត់ទទួលបានល្អហើយសេវាគាត់ក៏ល្អជាបាលនៅសម្រាប់នៅពេទ្យក៏ល្អដែរគាត់ទទួលការប្រើប្រាស់ថ្នាំហើយសម្ភារៈអីផ្សេងបាទមានចំណេញគ្រប់គ្រាន់បាទខ្ញុំជឿជាក់ព្រោះដោយសារខ្ញុំយកតាខ្ញុំមកគាត់ប្រើបសសគាត់ទៅទទួលបងលុយគាត់ទទួលដូចគ្នា ពេទ្យគាត់មានទំនុកទុកចិត្តថែសារមើលយើងគុណង៉ែតគាត់អីស្រួលបួលមើលទុកដាក់ចាសบายចិត្តបានមកនឹងទៀតសบายចិត្តបានពេទ្យជួយមើលថែបរិវត្តអញ្ចឹងអាចមកទុកចិត្តញ៉ាពោះញ៉ាពងនេះ សូមបញ្ជាក់ថាបើតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យនៅឆមាសទី1ឆ្នាំ2026ប្រជាពលរដ្ឋមកទទួលសេវាមានចំនួន 9658 នាក់គឺកើនឡើងជាងឆ្នាំមុនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា